គ្រូណែនាំ website មួយឈ្មោះ itch.io នៅក្នុង website នេះទាំងអស់គ្នាសូមវាយពាក្យដោយគ្រូដាក់យើងដាក់ថា sprite age direction អញ្ចឹងយើងចុចទៅ enter មកទាំងអស់គ្នាអស់មកក្រោមយកតួអង្គមួយនេះយកតួអង្គមួយនេះបន្ទាប់មកទៀតសូមចូលពាក្យថា download អញ្ចឹងចុចលើពាក្យ download អញ្ចឹងបើវាទៀតបងលុយកុំខ្វល់ចុច no send លើនេះមកបាទខ្ញុំអត់មានលុយទេសូម download អញ្ចឹងយើងវាមានidol វាមាន run វាមាន block វាមាន attack អញ្ចឹង download ម្ដងមួយបាទចុចលើនេះមួយបានមួយចុចលើមួយទៀតហើយបាន2មួយទៀត3មួយទៀត4អញ្ចឹងចុចនៅលើនេះអ្នកគ្នាចុចលើសញ្ញាព្រួយទៅនេះ open មកយើងនឹងឃើញfile វានេះឃើញទេមើលឃើញទេអញ្ចឹងយើងចុចលើ download មកវិញយើងឃើញមាន age direction អញ្ចឹងត្រង់កន្លែងនេះគឺយើងបង្កើតfolder មួយឬក៏មិនបាច់បង្កើតឥឡូវដើម្បីងាយស្រួលចំណាំដាក់ folder មួយយើងដាក់ថាproject river អញ្ចឹង team របស់យើងរួមដាក់ project river ហើយយើងចុចទៅលើ4នេះទាញវាដាក់ចូលនៅក្នុង project river នេះមកអញ្ចឹងក្នុង project river នេះតើគ្នា select ទាំងអស់ off select ទាំងពីរមើលសិនបាទហើយយកពាក្យថាមើលស្ដាំយកពាក្យថាស្រង់ចេញទាំងអស់ឬក៏ extract យកអារូប file ឲ្យចេញក្រៅហ្នឹងមកស្រង់ចេញបន្តមកទៀតចេញបានមួយ attack block នេះមួយទៀតមកចុចលើនេះស្រង់ចេញមួយទៀតមកស្រង់ចេញមួយទៀតស្រង់ចេញរំលងប៉ក់បោះបង់មួយបញ្ចប់អញ្ចឹងបានអីគេបាន block នៅសល់អីគេនៅសល់ run យើងមើលភាពខុសប្លែកគ្នាទាំងអស់គ្នានេះអាមួយមាន zip មាន root អាមួយអត់មាន root អញ្ចឹងយើងត្រូវពលាវាអញ្ចឹងបើយើងឃើញអាណាមាន root យើងដាក់ស្រង់ចេញមកហើយយើងយកពាក្យextract ឲ្យសារម៉ាស៊ីនគ្រូដាក់សារខ្មែរវាដាក់ស្រង់ចេញអញ្ចឹងយើងស្រង់ចេញមកយើងនឹងឃើញរូបភាពតួអង្គរបស់យើងនេះឡាត់នេះអូខេទូចមែនតើអញ្ចឹងនៅក្នុងថ្ងៃនេះយើងនឹងយកតួអង្គរបស់យើងចូលនៅក្នុងចំនួននេះបាទអញ្ចឹងចុចនៅលើរូបតួអង្គយើងបាទហើយយើងមើលមកផ្នែកខាងនេះមានពាក្យថា animation អញ្ចឹងត្រង់ animation នេះទាំងអស់គ្នាដូរវាដាក់ថា idol ប៉ុណ្ណឹង idol នេះគឺចង់និយាយថាពេលដែលតួអង្គយើងឈរបាទបន្តមកទៀតអ្នកគ្នាចូលមកកន្លែងនេះមកស្ដាំយកពាក្យថា import from sheet បាទយក import from sheet នេះមកបន្ទាប់មកយើងចូលទៅកាន់ download យើងទៅយក file ដែលយើងបានបង្កើតមិញ river project ហ្នឹងហើយយើងមើល idol យើងឃើញនេះ idol ចុចលើ idol ហ្នឹងមកហើយយើងជ្រើសរើសវាមួយឧទាហរណ៍បើកវាមួយមកឃើញរូបទេនេះទូចមែនតើនៅលើនេះអញ្ចឹងយើងត្រូវដាក់ column ចំនួនរូបមានប៉ុន្មាន2អញ្ចឹង column 2តមកទៀតចុចលើអាប្លង់មួយនេះប្លង់ column ហ្នឹងចុចលើហ្នឹងមកបកនេះឃើញបានកូនត្រែន2នេះហ៎អូខេបាទហើយយកពាក្យ import អញ្ចឹងអានេះអត់ត្រូវការវាទេលុបវាចោលបកបាទហើយកន្លែងនេះកុំភ្លេច tick កន្លែងនេះពាក្យថា loop បាទអូខេអញ្ចឹងអានេះតួអង្គយើងមើលចង់ដឹងទេណាបើកមកទូចមែនទេអញ្ចឹងយើង play មើលឃើញតួអង្គយើងហ៎បាទអញ្ចឹងយើងឃើញបាទអូខេអានេះរឿងវែងបន្តិចចាំមើលមួយទៀតចុចលើតួអង្គនឹងដដែលយើង add កន្លែងនេះ add animation
add animation មកហើយយើងមើលស្ដាំ import from sheet មួយទៀតតែលើកនេះដល់គ្នាយកពាក្យអីគេយកពាក្យleft ឃើញទេ left មាន left មាន right មាន back មាន front អញ្ចឹងយើងឥឡូវយកពាក្យ left យកពាក្យ left មើល left បាទហើយ column យើងដាក់2ដដែលហើយយើងចុចលើអាសញ្ញា column លើនេះមកឲ្យវាចេញតួអង្គ2ហើយយើងចូលពាក្យថា import ហើយអា0នេះអត់មានយើងលុបវាមួយសិនមកចូលទៅក្នុងនេះយើងត្រូវដូរវាដាក់អីគេ left ហ្នឹងមានន័យថាខាងឆ្វេងបាទអញ្ចឹងនៅក្នុងនេះពេល play ទៅវាចេញមកឆ្វេងអត់ចេញទេអញ្ចឹងកន្លែងនេះយើងត្រូវ add ពីតង់កន្លែងនេះឥឡូវធ្វើប៉ុណ្្នឹងសិនធ្វើប៉ុណ្ណេះសិន